Ok, số sẽ ngọc nia lấy dương miền ăn tập bật muối và vẫn chỉ speak đại cái gì xa thiên nặng về bay đi tì. Ok. Chân cho nó chơi tập bật cứ build our IQ for a better life. Yes. Có sang IQ សម្រាប់ជីវិតដ៏ប្រសើរមួយឯកស៊ូគាត់ថាចង់ថាបញ្ញាណាបញ្ញានៃគំនិតចឹងអីចឹងណាបកកែគិតណាអាហ្នឹងអាច IQ ហ្នឹងបាទបកកែគិតបកកែដោះស្រាយណាអាហ្នឹងហៅថា IQ អូខេអញ្ចឹងបង្កើតបញ្ញានៃការគិតសម្រាប់ជីវិតដ៏ប្រសើរមួយអូខេរបបនេះខ្មែរអូខេ Good evening everyone អរុនសួស្តីទាំងអស់គ្នា Today I want to talk about IQ ថ្ងៃនេះខ្ញុំចង់ជជែកអំពី IQ or intelligent quotient ឬក៏ប្រាជ្ញានៃផ្នែកគំនិតអូខេ Many people believe IQ only mean being smart in school មនុស្សជាច្រើន many people ជឿថា believe IQ only mean being smart in school មនុស្សច្រើនជឿថា IQ គឺគ្រាន់តែជាអត្ថន័យនៃប្រាជ្ញាណាភាពឆ្លាតវៃមួយនៅក្នុងសាលាតែប៉ុណ្ណោះ but in reality ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង IQ is smart than just great IQ គឺវាច្រើនជាងអ្វីដែលយើងបានធ្វើចំណាត់ថ្នាក់នោះទៀត IQ is our ability to think logically IQ គឺជាសមត្ថភាពរបស់ពួកយើង to think ដើម្បីគិតឲ្យគ្រប់ជ្រុងជ្រោយណាគិតឲ្យបានវែងឆ្ងាយអាហ្នឹងហៅថាអ្នកបកកាយ IQ ណាបាទអ្នកអត់ IQ អត់ចេះគិតឬគិតខ្លីៗ solve problem ដោះស្រាយបញ្ហា and use knowledge to make good decision in life and use knowledge ហើយបង្កើតចំណេះដឹងសំទោសប្រើចំណេះដឹង use knowledge to make good decision in life ដើម្បីធ្វើការសម្រេចចិត្តឲ្យល្អនៅក្នុងជីវិតអូខេ having a strong IQ ការមាន IQ ខ្លាំង help us in every field ជួយពួកយើងនៅក្នុងគ្រប់ស្ថានភាពfield បកថា will ប៉ុន្តែនេះបកថាគ្រប់ស្ថានភាពគ្រប់បរិបទនេះបានតែអញ្ចឹងអូខេ for example សម្រាប់ឧទាហរណ៍ when we study នៅពេលដែលយើងសិក្សា it help us understand lesson fast IQ ហ្នឹងវាហ្នឹង IQ ជួយយើងឲ្យយល់មេរៀនបានលឿនអញ្ចឹងមកថាអ្នកដែលមាន IQ ខ្ពស់នៅពេលដែលគ្រូបញ្យល់មេរៀនមកលឿនយល់ណាលឿនយល់ in work នៅក្នុងការងារ it help us analyze situation and find solution IQ ជួយយើងឲ្យវិភាគ analyze វិភាគស្ថានភាព and find solution ហើយស្វែងរកដំណោះស្រាយអញ្ចឹងអ្នកដែលបកកែ IQ នៅពេលធ្វើការចេះវិភាគស្ថានភាពថាការងារយ៉ាងម៉េចយ៉ាងម៉េចហើយ find solution ចេះស្វែងរកដំណោះស្រាយ in daily life នៅក្នុងជីវិតប្រចាំថ្ងៃ in daily life it help us វាជួយពួកយើង make the right choice បង្កើតណា make បង្កើត right choice ជំរើសត្រឹមត្រូវណា choice ជំរើស right choice ត្រឹមត្រូវ when we face challenges នៅពេលដែលយើងប្រឈមមុខជាមួយនឹងបញ្ហា face បើថាប្រឈមមុខ challenge បញ្ហាអូខេ but the good news is this ប៉ុន្តែដំណឹងដែលល្អនេះគឺនេះ IQ is not something fixed IQ is not something fixed IQ វាមិនមែនជាអ្វីដែលយើងបានគ្រាន់តែកំណត់នោះទេ fix នេះបកថាជួសជុលបើនេះបកថាកំណត់ណា IQ គឺមិនមែនជាអ្វី is not something មិនមែនជាអ្វីគ្រាន់តែបានកំណត់នោះទេ fix អូខេ we can grow it step by step យើងអាចបណ្ដុះវា we can grow it យើងអាចបណ្ដុះវា step by step ជាជំហានជំហានหมายថាយើងអាចធ្វើឲ្យវារីកចម្រើនឡើងជាជំហានជំហាន how ធ្វើយ៉ាងម៉េចទៅ one ទី1 read and learn every day ចឹងដើម្បីឲ្យ IQ ខ្លាំងគឺត្រូវអានហើយនឹងរៀនជារៀងរាល់ថ្ងៃអានអីគេ book សៀវភៅ
article at the bot and even short lesson ហើយសូម្បីតែមេរៀនខ្លីៗ can expand our mind អាចពង្រីក expand ពង្រីកអារម្មណ៍ចិត្តគំនិតរបស់ពួកយើង our mind ទី2 practice problem solving អនុវត្តការដោះស្រាយបញ្ហាណា problem solving problem បញ្ហា solving អញ្ចឹងដោះស្រាយបញ្ហារៀនដោះស្រាយបញ្ហាណាបាទអញ្ចឹងអ្នកបកកាយ IQ គឺគាត់ចូលចិត្តដោះស្រាយបញ្ហាជាពិសេសធ្វើលំហាត់នេះអូខេ play puzzle yeah លេងហ្គេមណាដែលពាក់ព័ន្ធទៅនឹងប្រើគំនិតបញ្ញា yeah puzzle ណាដូចជាអីគេ chef អុកណា yeah or strategy game ល្បែងយុទ្ធសាស្ត្រ that drain our brain ដែលបង្រៀនខួរក្បាលរបស់យើងណាកាលណាយើងលេងល្បែងដែលមានបញ្ញាយើងចេះដោះស្រាយលំហាត់បានថាវាបង្រៀនខួរក្បាលយើងឲ្យចេះគិតខួរក្បាលត្រូវការអញ្ចឹងចំណីរបស់ខួរក្បាលគឺចង់រៀនដោះស្រាយបញ្ហាដើម្បីឲ្យខ្លាំង Number 3 ask question and be curious yes ask question សួរនៅសំណួរ and be curious yeah curious បានថាសួរនៅសំណួរដែលចង់ដឹងចង់ឃើញចម្លើយណា yeah ask question and can be curious yeah never be afraid មិនដែលមានការភ័យខ្លាចទេ never be afraid and afraid never be afraid មិនដែលមានការភ័យខ្លាចទេ to explore ដើម្បីស្វែងរក new knowledge ចំណេះដឹងថ្មីណា Number 4 surround yourself with people who inspire learning yeah surround yourself หมายថាជុំវិញខ្លួនរបស់អ្នក surround ជុំវិញខ្លួនរបស់អ្នក with people ជាមួយនឹងមនុស្ស who ដែល inspire learning ជំរុញការរៀនសូត្រណាអញ្ចឹងបានន័យថាយើងព្យាយាមឲ្យអ្នកដែលជុំវិញខ្លួនយើងគឺជាអ្នកដែលជំរុញឲ្យយើងរៀនណាមិនមែនជំរុញឲ្យយើងដើរលេងជំរុញឲ្យយើងខ្ជិលនាំយើងលេងហ្គេមអានេះសិតតែពួកអ្នកដែលនាំយើងឲ្យបរាជ័យទេនាំឲ្យយើងផឹកណានាំឲ្យយើងទៅប្រើគ្រឿងញៀនសិតតែពួកអ្នកបំផ្លាញយើងហើយទាំងអស់ហ្នឹង We grow faster យើងអាចលូតលាស់លឿនបំផុត when we share idea នៅពេលដែលយើងចែករំលែកចំណេះដឹងគំនិតនេះ idea share ចែករំលែកគំនិត By building our IQ ដោយការកសាង IQ របស់ពួកយើង we are not only preparing for exam or job យើងមិនមែន only preparing យើងមិនមែនគ្រាន់តែរៀបចំ for example សម្រាប់ការប្រឡង or job ឬក៏សម្រាប់ការងារនោះទេអញ្ចឹងយើងមិនមែនកសាងចំណេះដឹងហ្នឹងបញ្ញាហ្នឹងសម្រាប់តែការប្រឡងឲ្យជាប់ឬក៏ធ្វើការងារនោះទេណាចង់អញ្ចឹង but also shaping a strong future ប៉ុន្តែផងដែរវាបានដុសខាត់ shape នេះសំលៀងឬក៏ដុសខាត់ណា a strong future អនាគតដ៏ខ្លាំងមួយនេះ stronger future អនាគតដ៏ខ្លាំងក្លាមួយបើអញ្ចឹងណា a stronger future អនាគតដ៏ខ្លាំងក្លាមួយ for ourselves សម្រាប់ខ្លួនរបស់ពួកយើង IQ give us IQ ផ្ដល់ឲ្យពួកយើង the power to think clearly ណា IQ ផ្ដល់ឲ្យពួកយើងនៅថាមពល to think ដើម្បីគិត clearly យ៉ាងច្បាស់លាស់ to create ដើម្បីបង្កើត new opportunity ចំណេះដឹងថ្មី and to face ហើយនឹងប្រឈម to face the world with confidence ហើយនឹងប្រឈមជាមួយនឹងពិភពលោក to face the world ប្រឈមនឹងពិភពលោក with confidence ជាមួយនឹងទំនុកចិត្ត confidence ទំនុកចិត្ត so my message ដូច្នេះសាររបស់ខ្ញុំ for you today សម្រាប់អ្នកថ្ងៃនេះគឺ is simple គឺវាធម្មតា let drain our brain like we train our body តោះបង្រៀនខួរក្បាលរបស់យើង like បើថាដូចណា we train our body ដូចយើងបង្រៀនរាងកាយរបស់យើងដែរ a strong mind
chất cầm nứt để khăng khá build through knowledge កសាងតាមរយៈចំណេះដឹង and practice ហើយនឹងការអនុវត្ត will always be our greatest tool in life នឹងតែងតែជាអ្វីដែលប្រសើរបំផុតចង់ថា will always be our greatest tool វានឹងតែងតែជាឧបករណ៍ដែលល្អបំផុតនៅក្នុងជីវិតណាចង់ថា IQ នឹងវាជាឧបករណ៍ tool នឹងបើថាឧបករណ៍ណាgreatest tool ឧបករណ៍ដ៏ល្អបំផុត greatest tool ឧបករណ៍ល្អបំផុត in life ក្នុងជីវិតIQ នឹងណាអូខេ thank you អញ្ចឹងនេះជាអត្ថបទមួយល្អយើងអាចមើលសោះមើលឡើងទី1យើងរៀនភាសាអង់គ្លេសទី2យើងស្វែងយល់អំពីតើការកសាង IQ យ៉ាងម៉េចដើម្បីយើងកាន់តែខ្លាំងអូខេលើកក្រោយខ្ញុំនឹងបង្ហាញអំពី EQ ម្ដង EQ គឺបញ្ញាផ្នែកពាក់ព័ន្ធនឹងសង្គម IQ គឺបញ្ញាពាក់ព័ន្ធទៅនឹងគំនិតអូខេ see you later